ភ្នំពេញករណីជំរងចម្រាសជុំវិញការសង្ស័យថាមានការលួចនាំចូលទុរេនទីប្រទេសថៃដោយខុសច្បាប់មិនមែនជារឿងធម្មតាដែលគួរមើលរំលងនោះទេអ្នកជំនាញបានព្រមានថាបញ្ហានេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរដែលកំពុងចាក់ឫសក្នុងសង្គមខ្មែររវាងប្រជាពលរដ្ឋអាជីវករនិងមន្ត្រីអនុវត្តច្បាប់ហេតុអ្វីបានជាមហាជនលែងជឿជាក់កន្លងមកនៅពេលមានសេចក្តីរាយការណ៍ពីការនាំចូលទុរេនសង្ស័យថាជាទុរេនថៃមន្ត្រីជំនាញតែងតែចូលពិនិត្យនិងបញ្ជាក់ថាជាទុរេនខុសស្រុកប៉ុន្តែផ្ទុយទៅវិញប្រជាពលរដ្ឋមួយចំនួនធំនៅតែរក្សាចិត្តមន្ទិលសង្ស័យរហូតដល់មានអ្នកខ្លះហ៊ានភ្នាល់ធ្ងន់ៗដើម្បីបញ្ជាក់ពីការមិនជឿជាក់របស់ខ្លួននេះមិនមែនជាកំហឹងធម្មតានៅលើបណ្ដាញសង្គមនោះទេប៉ុន្តែវាជាសញ្ញាគ្រោះថ្នាក់ដែលបង្ហាញថាមនុស្សក្នុងសង្គមលែងទុកចិត្តគ្នាទៅវិញទៅមកហើយបទពិសោធន៍ដ៏ជូរចត់ដែលបង្កជាវិបត្តិលោករ៉សសុធានិងលោកគិនភៀប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានសង្កត់ធ្ងន់ថាវិបត្តិនេះមិនមែនកើតឡើងដោយចៃដន្យឡើយវាគឺជាលទ្ធផលនៃបទពិសោធន៍ដ៏អាក្រក់ជាច្រើនឆ្នាំដែលពលរដ្ឋធ្លាប់ជួបប្រទះដូចជាការបោកប្រាស់និងកាយកុហកភូតភរការលាក់បាំងការពិតភាពមិនស្មោះត្រង់ក្នុងការបំពេញការងារផលប៉ះពាល់ដល់សន្តិសុខជាតិនិងសេចក្តីថ្លៃថ្នូររបស់ជាតិការការពារព្រំដែនមិនមែនមានន័យថាត្រឹមតែការការពារទឹកដីនោះទេប៉ុន្តែវារួមបញ្ចូលទាំងការការពារទីផ្សារកសិករក្នុងស្រុកសុវត្ថិភាពចំណីអាហារនិងសេចក្តីថ្លៃថ្នូររបស់ជាតិប្រសិនបើទំនិញខុសច្បាប់អាចហូរចូលបានយ៉ាងងាយស្រួលហើយបុគ្គលមួយចំនួនជ្រើសរើសយកចំណេញផ្ទាល់ខ្លួនលើសពីផលប្រយោជន៍ជាតិសង្គមទាំងមូលនឹងក្លាយជាអ្នករងគ្រោះការអំពាវនាវរកសច្ចធម៌នៅក្នុងបរិបទដែលសង្គមមួយបាត់បង់ទំនុកចិត្តសូម្បីតែការពិតដែលបង្ហាញចេញមកក៏មហាជននៅតែចាត់ទុកថាជាការសម្ដែងតើកម្ពុជានឹងទៅជាយ៉ាងណាប្រសិនបើបញ្ហាធំជានេះដូចជាបញ្ហាព្រំដែនឬបញ្ហាសេដ្ឋកិច្ចជាតិកើតឡើងនៅថ្ងៃមុខជាចុងក្រោយអ្នកនិពន្ធទាំងពីរបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមានប្រជាពលរដ្ឋអាជីវករមន្ត្រីរាជការនិងអ្នកនយោបាយឲ្យ1បញ្ឈប់វប្បធម៌កុហកបំផ្លាន់និងបោកប្រាស់គ្នាឯង2បញ្ឈប់ការសម្ដែងហើយងាកមកយកសច្ចធម៌ជាមូលដ្ឋាន3កសាងទំនុកចិត្តឡើងវិញតាមរយៈតម្លាភាពនិងការទទួលខុសត្រូវដើម្បីពង្រឹងកម្លាំងជាតិនិងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់កម្ពុជាឲ្យបានរឹងមាំយូរអង្វែង។